ក្នុងវីដេអូនេះគឺយើងរៀនពីនាមតើអ្វីគឺជានាមដំបូងឡើយគឺយើងត្រូវស្គាល់ថាតើអ្វីគឺជានាមសិនណានិយមន័យរបស់វាជួនកាលយើងសូត្រនិយមន័យរូប៉ុន្តែយើងអត់យល់ពេលឃើញពាក្យនោះអត់ដឹងថាវាជាគុណនាមវាជានាមឬក៏ជាស្អីទេឥឡូវបងប្អូនតាមដានទាំងអស់គ្នាណានិយមន័យ definition a noun is a word that names a person a thing an animal or a place នាមគឺជាពាក្យមួយដែលដាក់ឈ្មោះ name កន្លែងនេះជាកិរិយាសព្ទមានន័យដាក់ឈ្មោះនាមគឺជាពាក្យមួយដែលដាក់ឈ្មោះឲ្យមនុស្សវត្ថុសត្វឬក៏ទីកន្លែងអូខេនាមគឺជាពាក្យមួយដែលដាក់ឈ្មោះឲ្យមនុស្សវត្ថុសត្វឬក៏ទីកន្លែងមានន័យថាម៉េចមានន័យថាពាក្យមួយនោះបើវាសំដៅទៅលើមនុស្សពាក្យនោះគឺជានាមហើយថ្នាក់ពាក្យវាពាក្យមួយនោះបើវាសំដៅទៅលើវត្ថុពាក្យនោះហើយគឺជានាមពាក្យមួយនោះបើវាសំដៅទៅលើសត្វនោះហើយគឺជានាមពាក្យមួយនោះដែលសំដៅទៅលើទីកន្លែងនោះហើយគឺជានាមនិយាយពីរឿងនិយមន័យហ្នឹងបន្តិចនិយមន័យអាចឲ្យនិយមន័យផ្សេងគ្នាអ្នកខ្លះថាសំដៅទៅលើមនុស្សវត្ថុសត្វទីកន្លែងឬក៏គំនិតអីចឹងទៅសកម្មភាពអីចឹងទៅប៉ុន្តែអាទាំងអស់ហ្នឹងវាចូលអីគេទិញនោះឯងវត្ថុនោះឯងជាអ្វីមួយហ្នឹងហើយគំនិតក៏ជាអ្វីមួយដែរអញ្ចឹងបងប្អូនទៅក្តោបឲ្យបានថាស្អីគេជានាមសំដៅទៅលើមនុស្សវត្ថុសត្វទីកន្លែងពាក្យនោះគឺជានាមហើយឥឡូវមកមើលឧទាហរណ៍ teacher គឺជាពាក្យមួយឃើញអត់គេសួរមកតង់ទេតើពាក្យហ្នឹងមានឋានៈពាក្យជាអីគឺជានាមហេតុអីបានជាអ្នកថាជានាមពីព្រោះពាក្យហ្នឹងគឺជាមនុស្ស teacher មិនមនុស្សឃើញអត់ចឹងឋានៈពាក្យរបស់វាគឺជានាម student សិស្សវាជាពាក្យមួយហើយវាសំដៅទៅលើមនុស្សដែរអញ្ចឹង 100% គឺវាជានាមទី2ទី3 doctor វិជ្ជបណ្ឌិតវាជាពាក្យមួយដែរហើយឋានៈពាក្យរបស់វាគឺអីគេគឺជានាមហេតុអីបានថានាម because it names a person ពីព្រោះវាដាក់ឈ្មោះមនុស្សម្នាក់គឺវិជ្ជបណ្ឌិតហ្នឹងឯង marker fold វាជាវត្ថុឃើញអត់សំដៅទៅលើវត្ថុពាក្យហ្នឹងសំដៅទៅលើវត្ថុអញ្ចឹងវាជានាមpen ប៊ិចវត្ថុដែរអញ្ចឹងវានាមខាឡានអញ្ចឹងវាជានាមហើយបងប្អូនទៅពិនិត្យមើលពាក្យមួយប្រកាសជាមានឋានៈពាក្យរបស់វាអញ្ចឹងបានថាស្គាល់ឋានៈពាក្យគឺស្គាល់បេះដូងនៃវេយ្យាករណ៍អូខេនៃភាសាបន្តមកទៀត dog សត្វឆ្កែសំដៅទៅលើ animal ឃើញអត់វាជាពាក្យមួយប៉ុន្តែសំដៅទៅលើ animal អញ្ចឹងហើយបានគេហៅវាថាជានាម duck សត្វទាគឺជាសត្វដែរអញ្ចឹងសំដៅទៅលើ noun ដែរគឺជានាមណា cat ឆ្មានាមណាហេតុអីពួកសំដៅទៅលើសត្វ hospital school មន្ទីរពេទ្យ school សាលារៀនសំដៅទៅលើទីកន្លែងឃើញអត់ឥឡូវឧទាហរណ៍ថាព្រៃវែងកំពង់ចាមកំពង់ឆ្នាំងសៀមរាបបាត់ដំបងអីចឹងទៅពាក្យទាំងអស់នោះគឺជានាមហើយពួកអីវាសំដៅទៅលើទីកន្លែងអូខេអញ្ចឹងពេលខ្លះយើងមើលនិយមន័យទៅសូត្ររត់មាត់ប៉ុន្តែដល់ពេលសួរថាតើពាក្យហ្នឹងឋានៈពាក្យជាអីអត់យល់វិញអញ្ចឹងដើម្បីដោះស្រាយបញ្ហាហ្នឹងឲ្យបានគឺថាតើពាក្យនោះសំដៅទៅលើអីគេមនុស្សវត្ថុសត្វទីកន្លែងដែរអត់បើសំដៅទៅលើក្នុងចំណោមណាមួយគឺជានាមហើយពាក្យនោះឧទាហរណ៍ដូចជាកាតាបបងប្អូនមើលពាក្យកាតាបគឺជាពាក្យមួយណា bag អញ្ចឹងតើពាក្យកាតាបហ្នឹងឋានៈពាក្យជាអីវិញនាមមិនបានអ្នកថានាម because it names a thing វាសំដៅទៅលើឬក៏ដាក់ឈ្មោះវត្ថុមួយអញ្ចឹងចំណុចដែលយើងត្រូវកត់សម្គាល់គឺកន្លែងនឹងឯងណាអញ្ចឹងនៅក្នុងវីដេអូហ្នឹងគឺយើងសិក្សាទៅលើនិយមន័យរបស់នាមហើយត្រូវស្គាល់នាមនិងប្រភេទរបស់នាមឥឡូវតោះបងប្អូនចូលទៅមើលប្រភេទរបស់នាមម្ដងណាអូខេ
ជាខ្ញុំលុបកន្លែងនេះដើម្បីយក space សរសេរ Okay kinds of noun ណាឬក៏យើងនិយាយ types of noun ប្រភេទនៃនាម Okay 1 proper noun 2 common noun 3 collective noun 4 abstract noun អូខេចំណុចប្រភេទនៃនាមនេះ grammarians ភាគច្រើនគឺមានការលើកឡើងខុសៗគ្នាហើយប្រកែកគ្នាឆ្លោះគ្នាអញ្ចឹងទៅថាតើនាមនឹងបែងចែកជាប្រមាណខ្លះថា10ប្រភេទខ្លះថា10ប្រភេទជាងខ្លះថាមានច្រើនណាស់រាប់អត់អស់ទេអូខេដោយឡែកសម្រាប់វីដេអូរបស់ខ្ញុំអត់ថាបុគ្គលណាខុសបុគ្គលណាត្រូវទេប៉ុន្តែខ្ញុំគ្រាន់តែច្បាច់យកគោលសំខាន់នៅក្នុងប្រភេទរបស់នាមបើទោះបីជាគេបែងចែកដល់10 20ក៏ដោយក៏វាស្ថិតនៅក្នុងអានឹងដែរក្នុងអាចំណោម4នឹងដែរអូខេតោះនេះបងប្អូនអញ្ចឹង grammarian អ្នកវេយ្យាករណ៍ខ្លះគាត់ថាមាន10ប្រភេទអ្នកខ្លះថាមាន12 15ទៅ20អញ្ចឹងទៅឥឡូវសម្រាប់ខ្ញុំគឺបែងចែកទៅជាប្រភេទធំតែ4ទេប៉ុន្តែក្នុងធំ4ហ្នឹងយើងនឹងសិក្សាឲ្យឆ្លោះបញ្ចាំងអាផ្សេងទៀតដូចជានាមរាប់បាននាមរាប់បានវាចូលស្អីគេយើងអាចហៅមិនអូខេអញ្ចឹងឥឡូវបងប្អូនកុំអាលវិនិច្ឆ័យទាំងស្រុងឥឡូវចាប់ផ្ដើមរៀនជាមួយនឹងខ្ញុំណាអូខេអញ្ចឹងប្រភេទរបស់នាមបែងចែកធំគោលធំគឺមាន4 The first one is proper nouns នាមអសាធានាមអសាធាអង់គ្លេសថា proper nouns នាមអសាធា common nouns នាមសាធា collective nouns សមូហនាម abstract nouns នាមអរូបីឬក៏អរូបីនាមនាមអរូបីអញ្ចឹងយើងនឹងសិក្សានៅវីដេអូក្រោយទៀតថាតើស្អីគេជា proper nouns ស្អីគេជា common nouns ស្អីគេជា collective nouns និងស្អីគេជា abstract nouns ហើយនឹងសិក្សាចំណុចផ្សេងដូចជានាមរាប់បាននាមរាប់បាននាមរូបីអីហ្នឹងយើងនឹងនិយាយគ្នាទៀតថាតើពាក្យមួយនេះជា noun ហើយប្រភេទ noun អីអាចហៅមិនខ្លះបានអូខេអញ្ចឹងសរុបមកគឺថាក្នុងវីដេអូនេះគឺបងប្អូនសិក្សាទៅលើនិយមន័យរបស់នាមនិងការសម្គាល់ទៅលើនាមនិងប្រភេទរបស់នាម